បាទគ្រប់នឹងជម្រាបសួរសួស្តីដល់ពុកម៉ែបងប្អូនទាំងគ្នាដែលចូលចិត្តមើលនៅតម្រុយឆ្នោតវៀតណាមដែលយើងស្គាល់ថាជាឆ្នោតយន្តណាបាទប្រចាំថ្ងៃនៅលើ Channel សង្ក្រានឆ្នោតក៏ដូចជាសង្ក្រានឆ្នោតយន្តរបស់ admin ណាបាទចឹងថ្ងៃនេះវិលមកកាន់ថ្ងៃថ្មីជួបជាមួយនឹង admin សាជាថ្មីទៀតហើយជាមួយនឹងការចែកជូននៅតម្រុយល្អៗចែកជូនទៅដល់ពុកម៉ែបងប្អូនយកទៅផ្សងសំណាងបាទប្រចាំថ្ងៃណាបាទចឹងឃើញថាតម្រុយដែលមានបានចែកជូនទៅដល់ពុកម៉ែបងប្អូនកាលពីម្សិលមិញឃើញតែបានចូលចំទៀតហើយណាចូលចំសាហាយបាទចូលចំនៅក្នុងខ្ទង់អុសបាទទាំងម៉ោង4និងម៉ោង6តែម្ដងពុកម៉ែបងប្អូនយើងបាទចឹងកុំឲ្យខាតពេលយើងចូលទៅកាន់ការផ្ទៀងផ្ទាត់នៅតម្រុយដែលបានជាស្រ័យណាតម្រុយកាលពីម្សិលមិញជាមួយនឹងលទ្ធផលដែលបានចេញកាលពីម្សិលមិញទាំងអស់នេះបាទចឹងសម្រាប់លទ្ធផលបាទសម្រាប់តម្រុយadminឲ្យ13 18 94 46ហើយលេខធំadminឲ្យ438គុណ6 19គុណហើយខ្ទង់អុសគឺអុសខ្ទង់10និងអុសខ្ទង់9បាទយើងចូលទៅផ្ទៀងផ្ទាត់បន្តិចទៅសម្រាប់ប៉ុស A ពីលេខ47 3លេខ7 17ប៉ុស H ពីលេខ08 3លេខ4 76ប៉ុស B ពីលេខ10គុណនិង3លេខ5 47ប៉ុស C ពីលេខ47និង3លេខ105និងចុងក្រោយប៉ុស D ពីលេខគឺ17ហើយ3លេខគឺ054បាទអញ្ចឹងសម្រាប់តម្រុយដែលមានឲ្យណា13បាទ13 18បាទបែរជាចេញ10កុដហើយ17ណាបាទ10កុដ17អញ្ចឹងយើងអត់បានចូលចាំទេជាមួយនឹងតម្រុយហើយសម្រាប់ admin ឲ្យកៅបាទកៅ4បាទកៅ4អត់ចូលទេបាទ admin ឲ្យ46បាទ46គឺចូល47អាយយយើងខុសមួយលេខទៀតហើយណាពុកម៉ែបងប្អូនយើងបាទហើយសម្រាប់3លេខបាទ3លេខដូចជាខុយទេបាទនៅម៉ោង4គឺអត់បានចូលទេណាពុកម៉ែបងប្អូនយើងបាទអត់បានចូលទេចឹងចូលបាននៅក្នុងខ្ទង់អុសបាទនៅក្នុងខ្ទង់អុសណាគឺខ្ទង់អុសយើងបានអុស10បាទដល់តែ2ប៉ុសតែម្ដងគឺ10កុដហើយនឹង17បាទ10កុដនិង17បាទខ្ទង់អុសរបស់adminមិនងាយអត់ចូលទេណាបាទ10អីគឺខុសតែម្ដងទេបាទចឹងសម្រាប់នៅម៉ោង4នេះយើងបាននៅម៉ោងបាននៅខ្ទង់អុសណាបាទគឺអុស10បាន2ប៉ុសចឹងយើងចូលទៅកាន់នៅម៉ោង6ជាបន្តបាទចឹងសម្រាប់នៅម៉ោង6បាទ10ទៀតហើយប៉ុស A ពីលេខ10គុណ9គុណ47 49អីយ៉ា47តាមមកដល់ម៉ោង6ទៀតបងប្អូនយើងតាមបាន49មកជាមួយគ្នាទៀតបាទហើយសម្រាប់3លេខគឺ335ណាបងប្អូននេះហើយ387ជាស្រ័យ887 586បាទប៉ុស B ពីលេខ07 3លេខ251ប៉ុស C ពីលេខ51និង3លេខ072និងចុងក្រោយប៉ុស D ពីលេខ01និង3លេខ725បាទអញ្ចឹងជាមួយនឹងតម្រុយណាadminឲ្យ13 18 94បាទចេញ10កុដ9កុដបាទអត់ចេញ46ណាប្រហែលមុនយើងមកចេញ47ទៀតបាទចេញ47 49បាទយើងខុសមួយលេខណាជាមួយតម្រុយរបស់adminបាទចឹងប៉ុស B ស្ដីគឺយើងបានចូលទេបាទហើយ3លេខប៉ុស A ក៏យើងបានចូលដែរគឺយើងបានចូលអុសបាទអុស10ហើយអុស9នៅម៉ោង6ណាចូលខ្ទង់អុសរបស់adminបាទបាន2គ្រាប់ដែរបាន2ប៉ុសដែរបាទចឹងម៉ោង4យើងបាន2គ្រាប់ហើយម៉ោង6យើងបាន2គ្រាប់យ៉ាងណាក៏យើងអត់ចូលដែរណាយើងចូលដែរគឺយើងអត់សោយទេបាទគឺយើងសុបបាទសុបចឹងសកម្មតែពុកម៉ែបងប្អូនដែលបានយកតម្រុយពី channel របស់ admin យកទៅផ្សងសំណាងឲ្យគឺបានចូលត្រូវចាំតគ្នាឲ្យពុកម៉ែបងប្អូនដែលមិនបានចូល admin ក៏សូមចូលរួមសោកស្ដាយផងដែរណាចឹងយើងចូលទៅកាន់តម្រុយថ្ងៃថ្មីតែម្ដងពុកម៉ែបងប្អូនយើងបាទ admin សូមលុបនៅតម្រុយថ្ងៃចាស់សិនបាទចឹងសម្រាប់តម្រុយថ្ងៃថ្មី admin បានរៀបចំជូនទៅដល់ពុកម៉ែបងប្អូនយើងរួចរាល់ហើយបាទចឹងសកម្មតែពុកម៉ែបងប្អូនដែលស្រឡាញ់នឹងការឲ្យតម្រុយរបស់ admin ជួយចុច like ចុចជាវបាទនៅលើ channel របស់ admin ម្នាក់មួយទៅដើម្បីជាកម្លាំងចិត្តក៏ដូចជាងាយស្រួលក្នុងការតាមដានការឲ្យតម្រុយក៏ដូចជាតាមដាននៅការ live នៅលទ្ធផលបាទនៅលើ channel របស់ admin
ជាប្រចាំថ្ងៃបាទអូខេចឹងយើងចូលទៅតម្រុយតែម្ដងសម្រាប់តម្រុយadminឲ្យពុកម៉ែបងប្អូនយើង4គ្រាប់សម្រាប់លេខតូចណាបាទគឺ51 58 73 64ណាហើយលេខធំadminឲ្យ735 735គុណបាទហើយ468គុណហើយចុងក្រោយគេគឺខ្ទង់អុសបាទគឺ admin ឲ្យអុស50ហើយនឹងអុស7ណាពុកម៉ែបងប្អូនយើងបាទអុស50និងអុស7បាទចឹងសារៈតម្រុយរបស់ admin នៅថ្ងៃទី10 ខែ 6 2026ចែកជូនទៅដល់ពុកម៉ែបងប្អូនយើងប៉ុណ្ណឹងសង្ឃឹមថាពុកម៉ែបងប្អូនបានចូលរួមតាមដានទស្សនាហើយស្រឡាញ់នៅលេខតម្រុយរបស់ admin ពេញចិត្តនៅខ្ទង់វេណាឬក៏លេខតូចលេខធំអាចយកទៅផ្សងសំណាក់បានដោយ free បាទមិនមានការគិតថវិកាទេបាទចឹងសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាណានឹងយកទៅផ្សងសំណាក់ហើយបានចូលត្រូវចំហិញទាំងអស់គ្នាហើយសម្រាប់លេខតូចបាទadminឲ្យ5173ណាយើងលេងចុះមួយលេខឡើងមួយលេខទៅហើយសម្រាប់5864យើងលេងគុណណាបាទយើងលេងគុណត្រឡប់សម្រាប់លេខត្រែងបាទហើយពុកម៉ែបងប្អូនយើងចង់គុណតែ4គ្រាប់ហ្នឹងក៏បានដែរបាទតាមចិត្តពុកម៉ែបងប្អូនយើងទាំងអស់គ្នាណាតែadminឲ្យគុណតែ5864ទេបាទហើយសម្រាប់លេខធំបាទលេខធំគឺadminឲ្យពុកម៉ែបងប្អូនដែលស្រឡាញ់យកទៅផ្សងសំណាងគឺយើងលេងគុណផងណាពុកម៉ែបងប្អូនយើងលេងគុណផងបាទទៅភាគរយចូលបានខ្ពស់ពិចារណាណាហើយសម្រាប់លេខអុសវិញបាទលេខអុសគឺ admin ឲ្យ2ខ្ទង់បាទស្រឡាញ់ខ្ទង់មួយណាយកខ្ទង់មួយនោះទៅស្រឡាញ់50ដាក់50ស្រឡាញ់7ដាក់7បាទតាមបេះដូងពុកម៉ែបងប្អូនទាំងអស់គ្នាបាទចឹងអត់មានអ្វីទេបាទមានតែជូនពរក៏ដូចជាឲ្យពុកម៉ែបងប្អូនយើងសំណាងល្អហេងជាមួយនឹងលេខតម្រុយពី channel របស់មានហើយជូនពរឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យរកទទួលទានមានបានតែណាមកណាប្រកបដោយសុខសុវត្ថិភាពទាំងអស់គ្នាទៅទីចិត្តនិងទីឆ្ងាយណាហើយក៏ដូចជាជូនពរឲ្យពុកម៉ែបងប្អូនយើងមានសុខភាពល្អទាំងអស់គ្នាណាហើយសម្រាប់ការឲ្យតម្រុយមានពីពេញណាលើសលុះមិនសមរម្យក៏ដូចជាមិនច្បាស់ត្រង់ណាក៏សូមពុកម៉ែបងប្អូនមេត្តាខន្តីអភ័យទោសមកដល់ admin ផងបាទចា៎មានសូមគោរពលាយើងជួបគ្នាជាមួយនឹងការឲ្យតម្រុយនៅថ្ងៃស្អែកជាបន្តទៀតបាទសូមអរគុណសូមគោរពលា